បងប្អូននៅក្នុងបណ្ដាញសង្គមប្រហែលជាធ្លាប់ឃើញខ្ញុំបង្ហាញពីសកម្មភាពដំឡើងនៅលាងម៉ាស៊ីនត្រជាក់តែថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាថាហេតុអ្វីបានជាខ្ញុំជ្រើសរើសការងារជាជាងម៉ាស៊ីនត្រជាក់ក្នុងចំណោមការងារដទៃទៀតជាច្រើនតាមការពិតទៅការងារជាជាងម៉ាស៊ីនត្រជាក់វាមិនមែនជាការងារងាយស្រួលទេជាការងារបលោកបលាស់ហើយត្រូវធ្វើនៅខាងក្រៅហាក្តៅហាភ្លៀងឌីតាំងខ្ពស់ដែលប្រឈមនឹងគ្រោះថ្នាក់ដែលមនុស្សភាគច្រើនគាត់ប្រហែលជាចូលចិត្តការងារនៅក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ស្រួលដូច្នេះដើម្បីបានម៉ាស៊ីនត្រជាក់ស្រួលគឺមានការដំឡើងនិងទំហែទំដោយពួកខ្ញុំនេះហើយត្រឡប់មកវិញហេតុអ្វីបានជាខ្ញុំស្រឡាញ់ការងារជាជាងម៉ាស៊ីនត្រជាក់ជាអ្នកបច្ចេកទេសខ្ញុំជាកូនអ្នកស្រុកស្រែមកបន្តការសិក្សានៅភ្នំពេញសប្តាហ៍ថ្ងៃខ្ញុំរៀនផ្នែកបញ្ញាបត្រវិស្វកម្មអគ្គិសនីហើយរៀនបណ្ដាលខ្ញុំធ្វើការបណ្ដាដើម្បីបានប្រាក់ចំណូលខ្លះដើម្បីសម្រាប់បន្ទុកគ្រួសារនិងផ្គត់ផ្គង់ការសិក្សាដែលខ្ញុំអាចទទួលបានទាំងទ្រឹស្ដីនិងបទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពដើម្បីក្លាយជាវិស្វករអាជីពនៅថ្ងៃអនាគត